ជាបឋមសូមក្រាបថ្វាយបង្គំចំពោះសម្ដេចសង្ឃទាំងពីរគណៈថ្វាយបង្គំសម្ដេចសង្ឃយុសម្ដេចសង្ឃយុរងព្រះជាគណៈព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ក្នុងថ្ងៃនេះខ្ញុំប្រកាសអាត្មាភាពជាគណៈគ្រប់គ្រងនៃវត្តព្រះញែកក៏ដូចជាជនជាតិខ្មែរមួយរូបប្រសង់ខ្មែរមួយរូបមកនៅក្នុងឱកាសពេលនេះគឺបរិច្ចាគឈាមដើម្បីជួយដល់វីរៈកងទ័ពដែលគាត់បានពលីជីវិតឬក៏កំពុងតែឈរជើងការពារទឹកដីនៃប្រទេសកម្ពុជាដែលជនជាតិសៀមមកឈ្លានពាននៃទឹកដីប្រទេសកម្ពុជាដូច្នេះក្នុងនាមប្រជាពលរដ្ឋមួយរូបមិនចង់បានសន្តិភាពប៉ុន្តែប្រទេសសៀមនៅតែមានការឈ្លានពានទន្ទ្រានចូលមកទឹកដីប្រទេសកម្ពុជាដូច្នេះកងទ័ពនៃប្រទេសកម្ពុជាក៏ដូចជាឋានៈដឹកនាំប្រទេសកម្ពុជាមានតែការពារខ្លួនការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះហើយក៏ការលះបង់ក៏ដូចជាការពលីអាយុជីវិតរបស់កងទ័ពទាំងអស់ស្ថិតនៅក្នុងក្រអៅបេះដូងនៃប្រជាជនកម្ពុជាប្រសង់គ្រប់ព្រះអង្គទាំងអស់ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលវីរៈកងទ័ពរបស់ប្រទេសកម្ពុជាបានលះបង់នៅកម្លាំងកាយចិត្តដើម្បីតតាំងនៅពួកបច្ចាមិត្តដែលឈ្លានពាននៃប្រទេសកម្ពុជាហើយអាត្មាភាពតំណាងឲ្យប្រសង់គ្រប់ព្រះអង្គសូមគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិធានការរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជានិងសូមអំពាវនាវដល់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋខ្មែរទៅរួបរวมសាមគ្គីគ្នាដើម្បីការពារជាតិនិងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ជាពិសេសដល់បងប្អូនវីរៈកងទ័ពជួរមុខដែលកំពុងការពារឈ្លានពានទឹកដីពីសំណាក់បច្ចាមិត្តខ្មាំងសត្រូវនៅគ្រប់សមរភូមិទាំងអស់នឹងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិមានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈជួយបីបាច់ថែរក្សាអភិបាលថ្នាក់ដឹកនាំមានសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចបវរធិបតីជាប្រមុខព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់សូមប្រសិទ្ធពរជ័យនៅពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតខ្លាយទៅជាប្រការៈដតីឡើយសូមអនុមោទនា